ឯកឧត្តមអ៊ុនចិន្តាអញ្ជើញនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់5គ្រួសារនៅឃុំព្រៃកក់ស្រុកស្ទឹងត្រង់ក្នុងឱកាសបំពេញបេសកកម្មការងារនៅស្រុកស្ទឹងត្រង់នាព្រឹកថ្ងៃសៅរ៍ទី13ខែមិថុនា2026នេះឯកឧត្តមអ៊ុនចិន្តាប្រធានគណៈកម្មាធិការសាខាអមដំណើរដោយឯកឧត្តមនាយកសាខាលោកអនុប្រធានអចិន្ត្រៃយ៍អនុសាខាស្រុកក្រុមកាកបាទក្រហមកម្ពុជាឃុំនិងអ្នកស្ម័គ្រចិត្តភូមិបានឆ្លៀតអញ្ជើញចុះជួបសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់សរុប5គ្រួសារនៅក្នុងភូមិបឹងដែងឃុំព្រៃកក់ស្រុកស្ទឹងត្រង់ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង11យប់ថ្ងៃទី11ខែមិថុនា2026ដែលពេលនោះមានភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់បក់គួចយ៉ាងខ្លាំងធ្វើឲ្យផ្ទះ5ខ្នងក្នុងភូមិបឹងដែងឃុំព្រៃកក់ត្រូវប៉ើងរលំរបើកស័ង្កសីនិងរបើកក្បឿងរងផលប៉ះពាល់កម្រិតមធ្យម2គ្រួសារនិងកម្រិតស្រាល3គ្រួសារឯកឧត្តមអ៊ុនចិន្តាបានចូលរួមសម្ដែងការសោកស្ដាយជាមួយនឹងគ្រួសាររងគ្រោះចំពោះមហន្តរាយធម្មជាតិដែលកើតឡើងដោយស្មានមិនដល់នេះប៉ះពាល់ទៅដល់ការរស់នៅខាតបង់ទាំងពេលវេលានិងសហុយត្រូវចំណាយសម្រាប់ការជួសជុលស្ដារឡើងវិញថែមទៀតជាមួយនឹងការពំនាំនៅបណ្ដាំផ្ដាំផ្ញើសាកសួរសុខទុក្ខដោយក្តីអាណិតអាសូរពីសំណាក់ឯកឧត្តមសន្តិបណ្ឌិតនេតសវឿនប្រធានកិត្តិយសសាខាពិសេសពីសំណាក់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាឯកឧត្តមអ៊ុនចិន្តាបានក្រើនរំលឹកទៅដល់ប្រជាពលរដ្ឋទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្នពេលមានភ្លៀងផ្គររន្ទះពិសេសខ្យល់កន្ត្រាក់ត្រូវពិនិត្យរកកន្លែងដែលមានសុវត្ថិភាពបង្ការពារខ្លួនជៀសឲ្យផុតពីគ្រោះថ្នាក់ដល់រាងកាយនិងអាយុជីវិតចំពោះការសាងសង់ជំរកឬផ្ទះស្នាក់នៅទៀតនោះក៏ត្រូវរៀបចំឲ្យមានភាពរឹងមាំតាមក្បួនខ្នាតបច្ចេកទេសត្រឹមត្រូវដើម្បីការពារការដួលរលំឬត្រូវខ្យល់កន្ត្រាក់បង្កភាពមហន្តរាយរងវិបត្តិផ្សេងក្នុងភាពដែលអាកាសធាតុមានការប្រែប្រួលក្នុងរដូវវស្សានេះត្រូវអនុវត្តវិធានការអនាម័យស្អាត3យ៉ាងដោយត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានល្អតាមទិសស្លោកស្រឡាញ់ខ្លួនឲ្យស្ងួនចំណីជៀសឲ្យផុតពីជំងឺមិនឆ្លងទាំង4សូមចូលរួមជាមួយនឹងសហគមន៍ពង្រឹងភាពធន់ទៅនឹងអាកាសធាតុជាមួយគ្នានោះក៏ខំបង្កបង្កើនផលដាំដំណាំរួមផ្សំផ្សេងដើម្បីបង្កើនប្រាក់ចំណូលលើកកម្ពស់ជីវភាពក្នុងក្រុមគ្រួសារអំណោយដែលជូនពលរដ្ឋរងផលប៉ះពាល់ទាំង5គ្រួសារនោះក្នុងមួយគ្រួសារទទួលបានអង្ករ25គីឡូក្រាមមី1កេសត្រីខ1យួរទឹកត្រី1យួរទឹកស៊ីអ៊ីវ1យួរទឹកពិសាប្រណិតវីអាក់ទីវ1កេសនិងឃីត1សម្រាប់ចំពោះថវិកាដែលបានផ្ដល់ជូនតាមកម្រិតខូចខាតជាក់ស្ដែងរួមមានពលរដ្ឋរងផលប៉ះពាល់កម្រិតមធ្យម2គ្រួសារជូនក្នុងមួយគ្រួសារ 100000 រៀលពលរដ្ឋរងផលប៉ះពាល់កម្រិតស្រាល3គ្រួសារក្នុងមួយគ្រួសារទទួលបាន 50000 រៀលផងដែរ